សួស្តីបងប្អូនទាំងអស់គ្នាដោយសារតែមានសំណូមពររបស់បងអូនស្រីសុកលីរិទ្ធីដូច្នេះអ្នកគ្រូបានធ្វើជាវីដេអូសម្រាប់បងអូនស្រីសម្រាប់បងប្អូនទាំងអស់គ្នានិងសម្រាប់បងប្អូនជាងដេថ្មីតោះចូលមើលវីដេអូនេះដល់ចប់ជាមួយអ្នកគ្រូទាំងអស់គ្នាយើងវាស់មកយើងវាស់ពីកន្លែងដែលយើងដាក់ខ្សែរូតបានន័យថាយើងវាស់អាកន្លែងស្បែកណាអ្នកគ្រូវាស់ហើយឃើញ15សង់ទីម៉ែត្រកាត់ស្លៃអ៊ុតមកពីកន្លែងនេះមកដល់កន្លែងនេះគឺ15សង់ទីម៉ែត្រដែលយើងស្មើជាមួយនឹងវាស់ស្បែកមុងមិញហើយដល់តាពេអាខាងក្នុងនេះគឺយើងយកតែ2លេខកន្លះហេយើងអ៊ុតមកអ៊ុតហើយគឺយើងទុកធ្នេលើក្រោមមួយលេខខ្សែលេវគឺអ្នកគ្រូកាត់យកប្រហែល5សង់ទីម៉ែត្រយើងមកបែងប្រឡោះសម្រាប់យើងដាក់ខ្សែលេវនេះប្រឡោះទៅមកប្រឡោះយើងលៃធ្វើយ៉ាងម៉េចឲ្យប្រហែលស្មើគ្នាទាំងអស់គ្នាដេកដូចអ្នកគ្រូចឹងណាបន្តមកទៀតអ្នកទាំងអស់គ្នាដេកចោលដូចអ្នកគ្រូចឹងមកដេកទាំងសងខាងបិទមុខវាចឹងណាដេកចោលហ្នឹងគឺអ្នកគ្រូដេកធ្នេធំហើយអត់សាប់មុខទេដោយសារតែដេកនេះគឺយើងដេកសកូរូហ្នឹងណាទាំងអស់គ្នាចង់ដានក៏បានដែរបត់វាត្រឡប់ដេកបែបហ្នឹងមកគឺដេកតាមព្រំដែនសលៃកូនករបស់យើងណាដល់ពេលហើយគឺយើងត្រឡប់ប្រវត្តិបែបហ្នឹងមកដានសិនបានអ្នកទាំងអស់គ្នាដានមកអញ្ចឹងមកឲ្យជាប់គ្នាអញ្ចឹងមកបន្ទាប់ពីបានហើយគឺទាំងអស់គ្នាអាចដេបាននេះដេយើងដេសកិនម៉ាលីមកឲ្យជាប់មកពីចុងម្ខាងដល់ចុងម្ខាងគ្នា level ដែលយើងដេចោលហ្នឹងគឺយើងអាចរុះវាចេញបានហើយបងប្អូនទាំងអស់គ្នាអញ្ចឹងរបៀបធ្វើសុំលេវគឺរួចរាល់ហើយអានេះខាងខ្សែលេវអានេះខាងយើងដាក់គ្រាប់លេវទាំងអស់គ្នាសម្រាប់នៅក្នុងការដាក់សុំលេវចូលទៅក្នុងតួខ្លួនអាវណាមានរុនលេវគឺបងប្អូនទាំងអស់គ្នាដាក់ខាងស្ដាំនៃអាវមកដល់ទៅពេលខាងក្របលេគឺខាងឆ្វេងនៃអាវអញ្ចឹងរបៀបដាក់គឺយើងធ្វើយ៉ាងម៉េចឲ្យស្បៃមុងនេះគឺចេញពីអាសុំលេវនឹងបន្តិចហើយគឺយើងដានសិនទាំងសងខាងណាបន្ទាប់ពីយើងដេសងខាងហើយអស់ហើយគឺយើងអាចមកដាក់ក្របលេវបានហើយមុននឹងយើងដាក់គ្រាប់លេវគឺយើងត្រូវខ្ទាស់មកចូលរកទីតាំងជាមុនសិនសម្រាប់គ្រាប់លេវគឺអ្នកគ្រូភាគច្រើនគឺដាក់គ្រាប់លេវពណ៌សាច់បែបហ្នឹងនេះអញ្ចឹងអានេះគឺអ្នកគ្រូដាក់លេវហើយរួចរាល់អស់ហើយមើលទៅឃើញស្អាតភ្លឹងហ្មងហើយទាំងអស់គ្នានៅពេលដែលធ្វើតាមអ្នកគ្រូយើងពាក់ទៅគឺវាអត់អង្កាញ់ឬក៏អត់ប៉ោងកន្លែងខ្សែលេវហ្នឹងឯង